រឿងណាតរូបកាយនៅអាមេរិកតែចិត្តនឹកដល់ស្រុកកំណើតតិចក្តីច្រើនក្តីចូលរួមជួយកងទ័ពនិងជនពិសិដ្ឋទោះបីជាកំពុងរស់នៅលើទឹកដីអាមេរិកយ៉ាងមានក្តីសុខជាមួយស្វាមីរឿងណាតអតីត Miss Universe 2018នៅតែនឹកដល់ស្រុកកំណើតជាពិសេសក្នុងអំឡុងពេលដែលប្រទេសកំពុងជួបសង្គ្រាមឈ្លានពានពីកងទ័ពថៃនាងក៏បានចូលរួមចំណែកជាថវិកាខ្លះៗដើម្បីចូលរួមជួយកងទ័ពនិងជនពិសិដ្ឋផងដែររឿងណាតនិយាយថានៅក្រុមអណ្ដាតភ្លើងសង្គ្រាមបានបង្រៀនយើងឲ្យកាន់តែយល់ច្បាស់ថាប្រសិនបើយើងមិនរឹងមាំខ្លួនឯងទេគ្មានប្រទេសណាមកការពារឬជួយយើងបានឡើយគេបានដឹងនិងបានឮរឿងដែលកើតឡើងតែចុងក្រោយបានត្រឹមតែឈរមើលប៉ុណ្ណោះយុទ្ធធម៌តែងតែលំអៀងទៅកន្លែងណាដែលមានអត្ថប្រយោជន៍រឿងមាំងើបឡើងតស៊ូរួមគ្នាព្រោះកម្លាំងពិតកើតឡើងពីភាពរួបរวมគ្នាជាមួយគ្នានេះផងដែររឿងណាតក៏បានចូលរួមឧបត្ថម្ភជាថវិកាផ្ទាល់ខ្លួនមួយចំនួនជាមូលលទ្ធិផ្សេងៗដើម្បីជួយដល់កងទ័ពជមុកក៏ដូចជាបងប្អូនភិសិកដែលកំពុងរងគ្រោះដោយសារការបាញ់ប្រហាររបស់កងទ័ពស៊ីមលើកម្ពុជាធ្វើទៅបិទតែពេលនេះរូបនាងកំពុងស្ថិតនៅលើទឹកដីអាមេរិកប៉ុន្តែចិត្តនិងបេះដូងនាងនៅតែនឹករលឹកព្រួយបារម្ភពីស្រុកទេសរឿងណាតក៏បានអំពាវនាវដល់បងប្អូនទាំងក្នុងនិងក្រៅប្រទេសចូលរួមបរិច្ចាគថវិកានិងសម្ភារៈផ្សេងៗដើម្បីជួយដល់ជនភៀសទឹកដែលកំពុងរងគ្រោះតិចក្តីច្រើនក្តីតាមលទ្ធភាព